ស្វាមីរបស់លោកស្រីអង្គណាត្រូវបានជន់មួយក្រុមបានចាប់គាត់ដាក់ចូលទៅក្នុងឡានហើយចាប់ពីពេលនោះមកគឺគាត់បាត់ដំណឹងសូនឈឹងតែម្ដងហើយរយៈពេល20ឆ្នាំជាងហើយមកទល់ពេលនេះគឺគេអត់ទាន់បានដំណឹងថាលោកសុំឆាយនីរផាយឈិតដែលជាស្វាមីរបស់លោកស្រីអង្គណាហ្នឹងគឺគាត់មានជីវិតនៅរស់ឬក៏គាត់បានស្លាប់បាត់ទៅហើយនោះទេដោយសារតែលោកសុំឆាយនីរផាយឈិតហ្នឹងគឺគាត់បាននិយាយតាក់ទងជាមួយនឹងនយោបាយហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ដល់មន្ត្រីធំៗជាច្រើននៅក្នុងជួររាជរដ្ឋាភិបាលរបស់សៀមទើបធ្វើឲ្យគាត់ហ្នឹងត្រូវបានគេចាប់ខ្លួនដាក់ចូលទៅក្នុងឡានហើយក៏បាត់ដំណឹងសូនឈឹងបែបនេះលោកសុំឆាយនីរផាយឈិតត្រូវបានគេស្គាល់ថាគឺជាមេធាវីដែលមានចិត្តសប្បុរសម្នាក់ដែលតែងតែជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋស្លូតត្រង់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅភូមិខាងត្បូងនៃប្រទេសសៀមទោះបីជាលោកស្រីអង្គណាគាត់បានស្គាល់ច្បាស់អំពីមេខ្លោងដែលនៅពីក្រោយខ្នងរឿងដែលបាត់ខ្លួនរបស់ស្វាមីគាត់នោះក៏ប៉ូលីសរបស់សៀមមិនមានវិធានការក្នុងការចាប់ខ្លួនក្រុមបុគ្គលទាំងនោះដើម្បីរកយុត្តិធម៌ជូនលោកស្រីអង្គណាដែរលោកស្រីអង្គណាគឺឈឺចិត្តខ្លាំងមែនទែននៅពេលនោះហើយចាប់ពីពេលនោះមកគឺគាត់បានសម្រេចចិត្តចូលបម្រើការផ្នែកសិទ្ធិមនុស្សផ្នែកសិទ្ធិក្នុងការបញ្ចេញមតិយោបល់ក្នុងការនិយាយស្ដីអីហ្នឹងគឺចាប់ពីពេលដែលកើតហេតុហ្នឹងមកទល់សប្តាហ៍ថ្ងៃនេះហើយសម្លេងរបស់លោកស្រីអង្គណាគឺលឺខ្លាំងហើយនឹងមានឥទ្ធិពលខ្លាំងនៅលើឆាកអន្តរជាតិប៉ុន្តែសម្លេងរបស់លោកស្រីអង្គណាបែរជាមិនមានឥទ្ធិពលនៅក្នុងប្រទេសកំណើតរបស់ខ្លួនទៅវិញដោយសារតែលោកស្រីអង្គណាគាត់បាននិយាយការពិតរឿងពិតធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ដល់មន្ត្រីធំៗជាច្រើននៅក្នុងជួររាជរដ្ឋាភិបាលរបស់សៀមទៅធ្វើឲ្យសម្លេងរបស់គាត់នឹងមិនមានឥទ្ធិពលសោះឡើយនៅក្នុងប្រទេសកំណើតរបស់ខ្លួនហើយមិនត្រឹមតែសម្លេងរបស់គាត់នឹងមិនមានឥទ្ធិពលនោះទេគឺប្រជាជនរបស់សៀមស្ទើរតែមួយប្រទេសគឺបានជន់ឈ្លីទៅលើរូបលោកស្រីថែមទៀតករណីចាប់ខ្លួនចូលក្នុងឡានហើយបាត់ដំណឹងសូនឈឹងបែបនេះគឺនៅប្រទេសសៀមគឺសម្បូរច្រើនណាស់ប្រទេសសៀមគឺតែងតែនិយាយថាប្រទេសខ្លួនគឺជាប្រទេសមួយដែលគោរពសិទ្ធិមនុស្សគោរពនៅសិទ្ធិក្នុងការនិយាយស្ដីក្នុងការបញ្ចេញមតិយោបល់តែធៀបពិតទៅគឺមិនដូចអ្វីដែលប្រទេសសៀមបាននិយាយនោះទេគឺប្រទេសសៀមហ្នឹងគឺគួរឲ្យខ្លាចខ្លាំងណាស់